បាទសូមគោរពនឹងជំរាបសួរដល់ពុកម៉ែបងប្អូនក៏ដូចជាប្រិមិត្តដែលតែងតែតាមដាន page របស់ខ្ញុំហើយនឹង Facebook profile របស់ខ្ញុំផងដែរថ្ងៃនេះគឺខ្ញុំទំនេរពីការងារខ្ញុំក៏មកចាប់រូបភាពគ្រឿងផលិតសាំងឲ្យបងប្អូនទាំងអស់គ្នាទស្សនាដែលព្រះអង្គនៅគង់នៅវត្តជ័យមង្គលបោះស្បោគាត់បានរៀបចំកែច្នៃណាតែសោកស្ដាយថ្ងៃនេះគឺមិនបានជួបព្រះសង្ឃដែលគាត់ច្នៃទេដោយសារតែមានកម្មវិធីច្រើនអញ្ចឹងក៏ពុទ្ធបរិស័ទគាត់និមន្តព្រះសង្ឃទៅអស់ពីវត្តតែម្ដងអត់បាននៅទេអញ្ចឹងខ្ញុំមកថតគ្រឿងឲ្យបងប្អូនទស្សនាគ្រាន់តែត្រួសទេបងប្អូនខ្ញុំក៏មិនសូវជាច្បាស់ចៅខ្យងអីទេអញ្ចឹងបងប្អូនមើលទៅតាមការគួរបើសិនបងប្អូនចង់បានច្បាស់ទើបតែបងប្អូនទៅទស្សនាផ្ទាល់ជួបជាមួយគាត់នឹងចែករំលែកឲ្យបងប្អូនបានក្បោះក្បាយហ្នឹងហើយនេះតម្រង់រូបរាងបែបនេះឯងបងប្អូនហ្នឹងហើយឃើញថារូបរាងគឺស្អាតបានប៉ុន្តែអត់ទាន់បាន 100% ទេបងប្អូនដោយសារធុងនេះវាច្រេះលឿនហ្នឹងហើយអ្វីដែលសំខាន់នោះគឺការជ្រើសរើសផ្លាស្ទិកមកបញ្ឆេះនៅក្នុងនេះណាមកដុតឲ្យវាคล้ายជាសាំងនេះគឺត្រូវជ្រើសរើសឲ្យបានច្បាស់លាស់ឲ្យស្គាល់ណាកៅណាផ្លាស្ទិកណាដែលអាចបញ្ឆេះបាននឹងហើយអាចផលិតជាសាំងបានហើយនេះវ៉ានទី1នេះគឺចេញសាំងបងប្អូនវ៉ានទី2ខាងក្រោមនេះគឺចេញម៉ាស៊ុតដល់ទៅខាងលើនេះគឺចេញគៀសបងប្អូននេះគ្រាន់តែព្រះសង្ឃគាត់សាកល្បងទេគៀសនោះមិនទាន់បានយកទៅប្រើដាំបាយស្លអីទេបងប្អូននេះគ្រាន់តែគាត់បន្លាយទីយោដើម្បីឲ្យវាចេញជាភ្លើងនៅកន្លែងនេះបងប្អូនហ្នឹងហើយឃើញថាពិតជាអស្ចារ្យមែនហ្នឹងហើយឃើញគឺពេញចិត្តហ្នឹងហើយឧបករណ៍ទាំងអស់នេះគឺវាមិនទាន់បាន 100% ទេហ្នឹងហើយដោយសារតែខ្វះខាតនៅដែកបាទដែកជ្រុងធំនេះគឺវាអត់សូវល្អទេប៉ះក្តៅទៅវាច្រេះហ្នឹងហើយដែកដែលមូលនេះគឺដែករាងល្អនេះបងប្អូនហ្នឹងហើយនេះដែកវែងនេះគឺវាដូចថាតាន់ល្អបងប្អូនអាចប៉ះភ្លើងទៅវាមិនងាយនឹងមានបញ្ហាច្រេះទេហ្នឹងហើយអញ្ចឹងដល់ពេលដែលវាច្រេះគឺសាំងនេះគឺវារាងក្រហមវាសស្អាតហ្នឹងហើយអាចចាក់បានម៉ាស៊ីនកាត់ស្មៅបងប្អូនហ្នឹងហើយវាសង់បានសាហើយម៉ាស៊ីនកាត់ស្មៅគឺដាក់ទៅគឺមកអេមតែម្ដងបងប្អូនហ្នឹងហើយនេះគឺតាមការរៀបរាប់របស់គណៈកម្មការនៅក្នុងវត្តណាបើព្រះអង្គអត់បានជួបទេថ្ងៃនេះហ្នឹងហើយឃើញថាល្អមែនទេខាងក្រោមដែកតិចតួចនេះគឺគ្រាន់តែជាតម្រូវាទេបងប្អូនគ្រាន់តែទប់លំនឹងណាហ្នឹងហើយព្រះអង្គថានឹងធ្វើថ្មីឲ្យវាល្អជាងនេះហ្នឹងហើយនេះគ្រាន់តែជាការបន្សតឃើញទៅកើតហើយគាត់នឹងចាប់ផ្ដើមធ្វើថ្មីម្ដងទៀតហ្នឹងហើយនេះគឺជា plastic ដែលយើងត្រូវយកមកបញ្ឆេះឲ្យคล้ายទៅជាសាំងហ្នឹងហើយអរគុណសម្រាប់បងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំតាំងពីដំបូងរហូតដល់ចប់ជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អបើសិនជាបងប្អូនចង់ច្បាស់បងប្អូនអាចមកនៅវត្តជ័យមង្គលបោះស្បោអរគុណជម្រាបលាបាទ